នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបង្ហាញជំហររឹងមាំលើចំនួនដែលកំពុងបន្តដោយបង្ហាញថាប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅមិនទាន់ចប់នៅឡើយទេទោះបីជាមានក្របខ័ណ្ឌបិទឈប់បាញ់បណ្ដោះអាសន្នក៏ដោយលោក Netanyahu បានសង្កត់ធ្ងន់ថាអ៊ីស្រាអែលនៅតែត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការប្រយុទ្ធនៅពេលណាក៏បានដោយសង្កត់ធ្ងន់ថាបិទឈប់បាញ់មិនមែនជាទីបញ្ចប់នៃចំនួននោះទេប៉ុន្តែគ្រាន់តែជាការផ្អាកប៉ុណ្ណោះរបាយការណ៍បានបង្ហាញថាលោកបានអះអាងថាអ៊ីស្រាអែលនឹងបន្តអនុវត្តគោលបំណងយុទ្ធសាស្ត្ររបស់ខ្លួនតាមរយៈសកម្មភាពយោធាបន្ថែមទៀតប្រសិនបើចាំបាច់ការអត្ថាធិប្បាយទាំងនេះបានបង្ហាញពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែលនិងជំហររបស់សហរដ្ឋអាមេរិកជាពិសេសជុំវិញវិសាលភាពនិងភាពធន់នៃបទឈប់បាញ់ការមិនចុះសម្រុងគ្នាបានលេចចេញជារូបរាងរួចហើយលើថាតើតំបន់ដូចជាលីបង់ត្រូវបានរួមបញ្ចូលឬអត់ដែលធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញអ្នកវិភាគព្រមានថាសេចក្តីថ្លែងការណ៍បែបនេះអាចធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលផុយស្រួយដែលបង្កើនហានិភ័យនៃការកើនឡើងវិញនៅក្នុងតំបន់ដែលមានភាពប្រែប្រួលរួចទៅហើយស្ថានភាពនៅតែមិនស្ថិតស្ថេរខ្លាំងជាមួយនឹងលទ្ធភាពនៃចំនួនកើតឡើងវិញនៅពេលណាក៏បានសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ប្រជាជននៅភាគខាងជើងជាទីគោរពខ្ញុំមានមោទនភាពចំពោះអ្នកនៅតែបន្តឈរជើងយ៉ាងរឹងមាំខ្ញុំចង់ជម្រាបជូនអ្នកថាមិនមានបទឈប់បាញ់នៅក្នុងប្រទេសលីបង់ទេយើងកំពុងបន្តវាយប្រហារក្រុមហេសបូឡាដោយកម្លាំងពេញលេញហើយយើងនឹងមិនឈប់រហូតដល់យើងស្ដារសន្តិសុខរបស់អ្នកឡើងវិញសមិទ្ធផលដ៏អស្ចារ្យរបស់យើងទាំងនៅក្នុងប្រទេសអ៊ីរ៉ង់និងប្រឆាំងនឹងក្រុម Axis of Evil បាននាំមកនូវការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រនៅក្នុងជំហររបស់អ៊ីស្រាអែលនៅក្នុងតំបន់ពួកគេក៏បាននាំឲ្យមានការផ្លាស់ប្ដូរទំនាក់ទំនងរបស់យើងជាមួយប្រទេសដែលយើងមិនមានទំនាក់ទំនងជាមួយពីមុនមកបន្ទាប់ពីការស្នើសុំម្ដងហើយម្ដងទៀតពីរដ្ឋាភិបាលលីបង់ដើម្បីបើកការចរចាសន្តិភាពជាមួយយើងកាលពីយប់មិញខ្ញុំបានណែនាំគណៈរដ្ឋមន្ត្រីឲ្យចាប់ផ្ដើមការចរចាដោយផ្ទាល់ជាមួយលីបង់ដើម្បីសម្រេចបាននូវគោលដៅពីរទី1ការរំសាយអាវុធរបស់ក្រុមហេសបូឡាទី2កិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រនិងប្រកបដោយចីរភាពរវាងអ៊ីស្រាអែលនិងលីបង់អ៊ីស្រាអែលមានភាពរឹងមាំជាងពេលណាទាំងអស់អ៊ីរ៉ង់មានភាពទន់ខ្សោយជាងពេលណាទាំងអស់ខ្ញុំបាននាំយកកិច្ចព្រមព្រៀងសន្តិភាពចំនួន4រួចហើយជាមួយប្រទេសអារ៉ាប់ហើយខ្ញុំមានបំណងនាំមកនូវសន្តិភាពពិតប្រាកដសន្តិភាពតាមរយៈកម្លាំង